ជនមិនស្គាល់មុខបានធ្វើការវាយប្រហារនិងដុតការ៉ាសាំង PTT របស់ប្រទេសសៀមចំនួន11កន្លែងនៅភាគខាងត្បូងរបស់ប្រទេសសៀមនាព្រឹកព្រលឹមថ្ងៃទី11ខែមករាឆ្នាំ2026នេះមានករណីវាយប្រហារដោយគ្រាប់បែកនិងការដុតបំផ្លាញជាបន្តបន្ទាប់ទៅលើស្ថានីយ៍ប្រេងឥន្ធនៈ PTT និងម៉ាបចំនួន11កន្លែងនៅក្នុងប្រទេសសៀមក្នុងខេត្តជាប់ព្រំប្រទល់ភាគខាងត្បូងចំនួន3គឺខេត្តយ៉ាឡា4ទីតាំងផាតានី2ទីតាំងនិងនារ៉ាធីវ៉ាត់5ទីតាំងកងកម្លាំងសន្តិសុខបានចុះអន្តរាគមន៍បិទគប់តំបន់កើតហេតុទាំងស្រុងដើម្បីសុខសុវត្ថិភាពសាធារណៈនិងរងចាំមន្ត្រីជំនាញធ្វើកសោតវិច័យចុះប្រមូលភស្តុតាងបងប្អូនប្រទេសថៃភាគខាងត្បូងជាទូទៅអាសាមានបញ្ហាខ្លាំងមែនទែនហើយទីនោះមានការបាញ់បោះជាញឹកញាប់មិនត្រឹមតែករណីដុតការ៉ាសាំងអីអញ្ចឹងទេតែមានករណីបាញ់បោះធ្វើឲ្យស្លាប់ទាហានសៀមនឹងជាបន្តបន្ទាប់ទេព័ត៌មាននៅខាងនោះគឺចេញផ្សាយញឹកញាប់ខ្លាំងមែនទែនអញ្ចឹងត្រឡប់មកវិញបងប្អូនជាធម្មតាទេនៅពេលដែលយើងគឺជាមនុស្សដែលបំពេញគេជាមនុស្សដែលលួចឆក់ប្លន់គេទៅណាក៏ដោយផ្នែកណាក៏ដោយគេអត់ចូលចិត្តគេស្អប់គេគុំគួនគេចង់សងសឹកគេចងគំនុំអីអញ្ចឹងតែអញ្ចឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដូចគ្នាបងប្អូនអាចជ្រើសរើសធ្វើជាមនុស្សល្អត្រឹមត្រូវគោរពដឹងគុណអ្នកដទៃស្រឡាញ់អ្នកដទៃសរសើរអ្នកដទៃចេះជួយអ្នកដទៃយកអាសាអ្នកដទៃលើកលែងអនុគ្រោះអប់រំមានព្រហ្មវិហារធម៌គុណធម៌សិលធម៌ឬក៏បងប្អូនអាចជ្រើសរើសធ្វើជាមនុស្សដែលច្រលើសបើសច្រឡោងកោងកាចជាមនុស្សឆេវឆាវឆាប់ប្រើប្រាស់អំពើហិង្សាលក្ខនឹងលក្ខក៏បងប្អូនអាចជ្រើសរើសបានតែបងប្អូនត្រូវចាំថាព្រះពុទ្ធព្រះអង្គសម្ដែងថាបុគ្គលសាបព្រោះពូជណារមែងទទួលបានផលពីពូជនោះយើងសន្សំអីយើងបាននឹងបងប្អូនរើសដុំថ្មបានដុំថ្មបងប្អូនសន្សំចំណេះបានចំណេះបងប្អូនសន្សំជំនាញបានជំនាញបងប្អូនហាត់ប្រាណបានសុខភាពល្អទៅលើកដុំដែកបានសាច់ដុំដើរលេងយប់ប្រលប់អត់ចូលផ្ទះគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតបាក់ដៃបាក់ជើងដើរលេងកាប់ចាក់ថ្ងៃហ្នឹងកាប់គេបានថ្ងៃក្រោយគេកាប់វិញរឿងវិញចឹងឯងសាមញ្ញងាយងាយអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនធ្វើការជ្រើសរើសសកម្មភាពណាមួយឬក៏គិតរឿងអីមួយដោយបញ្ញាខ្ញុំមិនមានសិទ្ធិក្នុងការហាម5ឬបង្គាប់បញ្ជាបងប្អូននោះទេខ្ញុំអាចត្រឹមប្រាប់បងប្អូនថាសកម្មភាពនេះនឹងនាំលទ្ធផលបែបនេះជូនបងប្អូនជាដាច់ខាតវាគឺជារឿងដាច់ខាតណាបងប្អូនមិនអាចទៅកាប់គេហើយបងប្អូនអាចមានសេរីភាពដើរហើរលេងសប្បាយយប់ប្រលប់ឡើងទៅដើរកាប់គេទៀតអត់ទេមិនយូរទេបើគេមិនកាប់យើងវិញក៏សមត្ថកិច្ចចាប់យើងញាត់ពន្ធនាគារដែររឿងវាមានតែប៉ុណ្្នឹងសាមញ្ញងាយអរគុណបងប្អូនជម្រាបលា